ចាស់គាត់មានជំនឿមួយថាបើសិនជាទាំងអស់គ្នាធ្វើដំណើរឡើងទៅលើភ្នំឬក៏ចូលព្រៃបើសិនជាពួកម៉ាក់ឬក៏ជាអ្នកស្គាល់អ្នកទាំងអស់គ្នាគាត់បាននិយាយអីផ្ដេសផ្ដាសអ្នកទាំងអស់គ្នាហាមឃាត់គាត់បើសិនជាអ្នកទាំងអស់គ្នាឃាត់គាត់អ្នកដែលមានគ្រោះហ្នឹងគឺជាអ្នកដែលប្រាប់គេនឹងឯងអញ្ចឹងគឺហាមដាច់ខាតហើយរឿងហ្នឹងបងសាលក៏បានប្រាប់ថាវាកើតឡើងកាលពី4ខែមុនពេលដែលគាត់ធ្វើដំណើរឡើងទៅលើភ្នំគិរីរម្យគាត់ថាពេលគាត់ធ្វើដំណើរហ្នឹងគឺខ្ទង់ម៉ោងដូចជាម៉ោង8 9ព្រឹកអីនិយាយទៅគឺនៅថ្ងៃធម្មតាអីទេហើយនៅពេលឡើងទៅហ្នឹងគឺជាមួយនឹងពួកម៉ាក់គាត់ផ្សេងៗទៀតហ្នឹងគឺ4 5នាក់ប៉ុន្តែអ្នកដែលអង្គុយនៅឡានចិត្តគាត់ហ្នឹងណាគឺបងម្នាក់ហ្នឹងគាត់ថានៅពេលដែលគាត់ឡើងពីលើឡើងចាប់ផ្ដើមធ្វើដំណើរឡើងទៅហ្នឹងគាត់ចាប់ផ្ដើមឃើញម្នាក់មួយស្រីពាក់ឈុតខ្មៅខោកបយប្រឡាក់ដីប្រឡាក់ឈាមជាមួយនឹងអឺនេះសក់គាត់គឺបាំងមុខត្រឹមទ្រង់បាំងមកមុខអញ្ចឹងមើលមុខអត់ឃើញទេប៉ុន្តែគាត់ចាប់អារម្មណ៍ថានៅពេលដែលឡានគាត់ធ្វើដំណើរហួសទៅម្នាក់ស្រីនឹងនៅតាមមើលដដែលគាត់ចាប់អារម្មណ៍អញ្ចឹងហើយថានៅពេលដែលឃើញម្នាក់ស្រីនឹងហើយឡើងទៅដល់លើភ្នំចិត្តគល់ស្ពានដែលត្រូវឆ្លងណាគឺគាត់ឃើញម្នាក់ស្រីនឹងម្ដងទៀតទាំងអស់គ្នាគឺគាត់ឃើញម្នាក់ស្រីនឹងម្ដងទៀតតែម្នាក់ស្រីនឹងគឺឈរជាមួយនឹងចំណោមពួកក្មេងៗដែលគាត់ជិះម៉ូតូឡើងលើភ្នំលេងគាត់ឈប់និយាយគ្នាឈប់អីគឺឃើញម្នាក់ស្រីនឹងឈរជាមួយគេនឹងប៉ុន្តែម្នាក់ស្រីនឹងគឺតាមមើលគាត់បងម្នាក់បងមួយពួកម៉ាក់បងសាហ្នឹងគាត់បានប្រាប់បងសាថាគាត់ឃើញម្នាក់ស្រីហ្នឹងចឹងបងសាក៏អត់តន់មាត់ដែរតែថាគាត់គិតថាប្រហែលជាម្នាក់ស្រីហ្នឹងមកមួយគ្នាគេគាត់អត់តន់មាត់ណារហូតទៅដល់គាត់ឃើញម្នាក់ស្រីហ្នឹងម្ដងទៀតគឺពេលម្នាក់ស្រីហ្នឹងជិះម៉ូតូជាមួយនឹងក្មេងស្ទាវមកក្រុមមួយទៀតហើយម្នាក់ស្រីហ្នឹងគឺមានសភាពដូចមុនអញ្ចឹងធ្លាក់សក់ចេះប៉ុន្តែតាមមើលឡានពួកគាត់ហើយបងម្នាក់ហ្នឹងដោយសារគាត់ស្នាប់បានណោះគាត់ចូលរឿងហ្នឹងប្រាប់បងសាថាគាត់បានឃើញម្នាក់ស្រីហ្នឹងគ្រាន់តែគាត់និយាយប៉ុណ្្នឹងបងសាប្រាប់ថាបើឯងឃើញឯងកុំជិះផ្ដេសផ្ដាស់នៅស្ងៀមមើលមាត់កុំពេញពោចនៅស្ងៀមអញ្ចឹងណានឹងតែគ្នានៅពេលដែលគាត់ប្រាប់អញ្ចឹងហើយពួកគាត់ក៏បានធ្វើដំណើរឡើងទៅដល់លើភ្នំលើហើយក៏ចាប់ផ្ដើមនាំគ្នារៀបអីវ៉ាន់រៀបអីហូបដើម្បីញ៉ាំអីនៅតាមទឹកជ្រោះទាំងអស់គ្នាហើយពួកម៉ាក់គាត់ចាប់អារម្មណ៍ថាពួកម៉ាក់គាត់ចូលស្លឹងទៅក្នុងព្រៃហើយនៅក្នុងព្រៃនឹងទៀតគឺមានក្មេងៗផ្សេងៗហ្នឹងគឺកំពុងតែចាក់បាសរបៀបលេងរាំនៅលើភ្នំនឹងអញ្ចឹងទាំងអស់គ្នាអញ្ចឹងពួកម៉ាក់គាត់គឺមើលប៉ុន្តែមិនមែនមើលទៅក្មេងៗអស់ហ្នឹងហើយគឺមើលទៅក្នុងព្រៃហើយនៅពេលដែលគាត់មើលតាមពួកម៉ាក់គាត់ហ្នឹងគឺគាត់បានឃើញម្នាក់ស្រីហ្នឹងមែនម្នាក់ស្រីពាក់ឈុតខ្មៅខោកបយប្រឡាក់ឈាមនៅខោហ្នឹងហើយនឹងសក់បាំងមុខគឺគាត់ឃើញម្នាក់ស្រីហ្នឹងដែរហើយបងសាពេលដែលគាត់ឃើញអញ្ចឹងគាត់ចាប់ផ្ដើមគិតទៅដល់ពាក្យដែលម៉ាក់គាត់ធ្លាប់ប្រាប់ម៉ាក់គាត់ធ្លាប់ប្រាប់ថាចេះបើសិនជាចូលព្រៃឬក៏ឡើងចូលទៅក្នុងភ្នំហាមដាច់ខាតហាមខាត់អ្នកដែលនិយាយអ៊ីផ្ដេសផ្ដាស់ព្រោះថាជួនកាលអ្នកដែលនិយាយផ្ដេសផ្ដាស់ហ្នឹងគឺគាត់និយាយធ្លាក់ធ្វើឲ្យគាត់បានមើលឃើញពួកអមនុស្សឬមួយក៏ឃើញខ្មោចព្រាយបិសាចអញ្ចឹងបើសិនជាយើងខាត់ម្នាក់នឹងអត់ឲ្យនិយាយគ្រោះទាំងអស់គឺធ្លាក់មកលើយើងវិញដោយសារយើងនឹងបានខាត់គ្រោះរបស់គេបាំងគ្រោះរបស់គេអញ្ចឹងឲ្យទៅធ្វើឲ្យពពួកមនុស្សពពួកខ្មោចពពួកអីហ្នឹងមកតាមយើងវិញណាមិនតាមម្នាក់ហ្នឹងទៀតទេគឺតាមយើងវិញដោយសារតែយើងកាត់គ្រោះរបស់គេបាត់ហើយបងសាគាត់ថានៅពេលដែលគាត់ចាប់ផ្ដើមគិតទៅលើចំណុចដែលម៉ាក់គាត់ប្រាប់ហ្នឹងហើយក៏យប់ល្ងាចឡើងខ្ទង់ម៉ោង4ម៉ោង5ហ្នឹងរៀបអីវ៉ាន់ត្រឡប់ទៅពេញវិញណាគាត់ថានៅពេលដែលគាត់រៀបអីវ៉ាន់រៀបអីហ្នឹងគឺគាត់ចាប់អារម្មណ៍ថាគឺគាត់ឃើញម្នាក់ស្រីហ្នឹងគឺឈរមើលមកគាត់ដូចគ្នាប៉ុន្តែឈរជាមួយនឹងចំណោមក្មេងៗដែលកំពុងតែឡើងលើឡានឡានអត្តបលគឺឃើញម្នាក់ស្រីហ្នឹងកំពុងតែឈរចំណោមគេហ្នឹងមើលមកគាត់ហើយបងសាងចាប់តាមអារម្មណ៍អត់ស្ងប់ទេគាត់ទៅចុះពីលើភ្នំទៅគាត់ថានៅតាមផ្លូវជិះធ្វើដំណើរទៅវិញទាំងអស់គ្នាពេលនៅលើភ្នំហ្នឹងគឺមេឃយើងអាលឹមតិចៗឯងប៉ុន្តែនៅចុះដល់ក្រោមរៀងងឹតប៉ុន្តែនៅពេលទៅដល់ក្រោមហ្នឹងគាត់ថាឃើញម្នាក់ស្រីហ្នឹងទៀតម្នាក់ស្រីនឹងឈរត្រែម្នាក់ស្រីនឹងឈរនៅតាមចាំផ្លូវនឹងមើលមកគាត់ទៀតគាត់ក៏មានអារម្មណ៍អត់ស្រួលខ្លាំងទៅដល់ផ្ទះបំពេញភ្លាមគាត់ក៏ចាប់ផ្ដើមខលទៅប្រាប់ម៉ាក់គាត់ពីរឿងហ្នឹងគាត់ប្រាប់គាត់ម៉ាក់ហ្នឹងម៉ាក់គាត់ស្ដីគាត់ប៉ុន្តែពេលហ្នឹងគាត់ក៏បានចាប់អារម្មណ៍មួយច្រើនទៀតដោយសារគាត់គិតថាប្រហែលជាម្នាក់ស្រីហ្នឹងគេមិនមកតាមទេគេអាចថាឲ្យឃើញទៅនៅលើភ្នំលើអីចឹងណាមកដល់ក្រោមគាត់មានឃើញមកដល់ផ្ទះគាត់មានឃើញអីចឹងទៅគាត់គិតអញ្ចឹងហើយទាំងអស់គ្នាបញ្ជាក់មួយទៀតគឺថានៅក្នុងគាត់នៅបន្ទប់គាត់មិននៅបន្ទប់ជួលគាត់នៅផ្ទះល្វែងដែលមានគ្នាគាត់4 5នាក់គឺនៅជុំគ្នាទាំងអស់ហើយបងសាគឺគាត់រើសនៅបន្ទប់នៅលើគេបំផុតនៅជាន់ទី2បើពួកម៉ាក់គាត់ផ្សេងៗទៀតអ្នកខ្លះនៅជាន់ឡើងទឿអ្នកខ្លះទៀតនៅបន្ទប់ខាងក្រោមអ្នកខ្លះទៀតទៅគាត់នៅខាងមុខនៅខាងមុខកន្លែងអង្គុយលេងហ្នឹងទៅអញ្ចឹងគាត់ថានៅពេលយប់ដែលគាត់កំពុងតែកេងទាំងអស់គ្នាគឺគាត់ឮសលេងគេហែសពឮសលេងគេហែសពនិងឮសលេងបន់សពប៉ុន្តែមិនឮចេញពីខាងក្រៅទេគាត់ថាឮចេញពីក្នុងផ្ទះរបស់គាត់ហើយវាឮខ្លាំងមែនតើនៅក្នុងត្រចៀកគាត់អញ្ចឹងគាត់ក៏ស្ទុះចេញពីក្នុងបន្ទប់ហ្នឹងទៅរកពួកម៉ាក់គាត់អ្នកណាដែលបើកសំឡេងហ្នឹងគាត់ទៅគោះទ្វារបន្ទប់គេគ្រប់គ្នាអត់មានតែគេបើកសំឡេងទាំងអស់គឺគេកំពុងដេកទាំងអស់ហើយអ្នកខ្លះគឺកំពុងតែនិយាយទូរស័ព្ទអត់មានគេបើកសំឡេងហ្នឹងណាអញ្ចឹងមកសាគាត់ថា
ប្រហែលជាគាត់ស្ដាប់ច្រឡំគាត់គិតមួយគាត់គិតថាគាត់ស្ដាប់ច្រឡំគាត់កំពុងទៅកេងវិញហើយគាត់ថានៅក្នុងយប់ដដែលគាត់កំពុងតែកេងទាំងអស់គ្នាគឺគាត់បានយល់សប្តិឃើញខ្លួនឯងដេកនៅក្នុងមឈូសគេកំពុងតែហាយគាត់យកទៅដុតហើយគាត់ថានៅពេលដែលគាត់អង្គុយក្នុងមឈូសហ្នឹងគាត់ងើបអង្គុយគាត់ស្រែកហៅគេមានគេមើលគាត់ឃើញទេណាម្នាក់ហែម្នាក់យំស្រាក់យំសោកហ្មងនាំគាត់ទៅដុតអាហ្នឹងគឺអីក្នុងយល់សប្តិដែលគាត់បានឃើញហ្នឹងហើយគាត់ថាប្រឡងបានប្រហែលជាខ្ទង់បាច់ជា4 5ថ្ងៃគាត់ឡើងសឹងនឹងភ្លេចរឿងយល់សប្តិភ្លេចអីណាគាត់ក៏ថានៅពេលដែលគាត់ធ្វើដំណើរពេលយប់គាត់ធ្វើដំណើរត្រឡប់មកផ្ទះវិញគាត់ថាគាត់បានចាប់អារម្មណ៍ថាគាត់បានឃើញម្នាក់មួយស្រីឈុតខ្មៅហ្នឹងគឺឈរដើរចំណោមគេចំណោមឯងដែលកំពុងដើរតាមផ្លូវប៉ុន្តែម្នាក់ស្រីហ្នឹងភ្នែកមើលមកគាត់របៀបថាមើលមកគាត់ប៉ុន្តែគាត់មើលម្នាក់ស្រីហ្នឹងអត់ឃើញមើលមកអត់ឃើញដឹងតែត្រឹមថាម្នាក់ហ្នឹងកំពុងតាមមើលម៉ូតូគាត់ថានៅពេលគាត់ឃើញម្នាក់ស្រីហ្នឹងដំបូងគាត់រៀងឆ្ងល់ណាស់ចម្លែកចិត្តបន្ទាប់នេះគាត់ក៏នឹកឃើញដល់ពេលគាត់ឡើងទៅលើភ្នំគាត់ថាតិចម្នាក់ស្រីហ្នឹងតាមមកនឹងទៅគាត់គិតអញ្ចឹងណាហើយគាត់ថានៅពេលគាត់ធ្វើដំណើរបន្តទៀតគាត់ឃើញម្នាក់ហ្នឹងម្ដងទៀតប៉ុន្តែមិនឃើញម្នាក់ឯងទាំងអស់គ្នាពេលនេះគាត់ថាម៉ោង10យប់ហើយគាត់ឃើញមនុស្សឃើញម្នាក់មួយស្រីពាក់ឈុតខ្មៅហ្នឹងគ្នាឡើងចង់10 20នាក់កំពុងតែឈរនៅតាមចាមផ្លូវហើយមើលមកគាត់ហើយបក់លើកដៃកវីដាក់គាត់ចេះហើយគាត់ថាគាត់ឃើញប៉ុណ្ណឹងគាត់ឡើងរេចគាត់ម៉ូតូរកដួលគុំគាត់ទប់ជាប់គាត់ថាបើសិនពេលហ្នឹងគាត់ដួលម៉ូតូគឺមានកុងតឺន័រខាងក្រោយគឺបុកគាត់ងាប់មកហើយទាំងអស់គ្នាគាត់ថាបន្តទៀតនៅពេលដែលគាត់ហ្នឹងមកនៅក្នុងផ្ទះដែលគាត់កំពុងតែញ៉ាំអីមួយពួកម៉ាក់គាត់ជុំគ្នាគាត់ងាកមើលទៅថាទ្វារខាងក្រៅផ្ទះគឺគាត់បានឃើញម្នាក់មួយស្រីហ្នឹងឈរនៅខាងក្រៅផ្ទះហើយពេលហ្នឹងដែលគាត់បានឃើញមុខម្នាក់ហ្នឹងច្បាស់គឺមុខម្នាក់ហ្នឹងខ្មៅក្រឹបមុខខ្មៅក្រឹបភ្នែកម្នាក់ហ្នឹងពណ៌សអត់មានប្រស្រីណាកំពុងតែអើតមើលពីប្រឡោះទ្វារគាត់នឹងមើលមកគាត់ចេះហើយពេលហ្នឹងគាត់ឃើញពេលហ្នឹងគាត់ស្រែកប្រាប់ពួកម៉ាក់គាត់ទាំងអស់អត់មានតែគេឃើញម្នាក់ស្រីហ្នឹងឯងគឺគាត់ឃើញតែឯងហើយអីដែលសំខាន់គាត់បានសួរទៅអ្នកដែលបានឃើញរឿងពីដំបូងគេដូចតែខ្ញុំប្រាប់ពីមុនទាំងអស់គ្នាគឺពួកម៉ាក់គាត់ម្នាក់ដែលបានឃើញបងមួយហ្នឹងមានគ្រោះហ៎អញ្ចឹងគឺបងសាគាត់បានសួរបងម្នាក់ហ្នឹងថាមានចាប់ពីថ្ងៃដែលគាត់បានប្រាប់នឹងមកតាំងពីចុះពីលើភ្នំមកពួកម៉ាក់គាត់ដែរឃើញចិត្តអត់បងថាគាត់ដែរឃើញអីហងតែយល់សប្តិគាត់ដែរយល់សប្តិអាក្រក់ហងគាត់យល់សប្តិល្អរហូតអញ្ចឹងគាត់ថាអញ្ចឹងបងសាក៏ប្រាប់បងនឹងវិញថាហើយយល់សប្តិល្អប៉ុន្តែអញនឹងពីប្រាប់ឯងហើយអញជប់គ្រោះរហូតរបៀបអញ្ចឹងគាត់ថាគាត់ឃើញរឿងចម្លែកចឹងរហូតហើយគាត់ថាពេលមួយទៀតដែលធ្វើឲ្យគាត់នឹងគឺដឹងថាអាហ្នឹងគឺគ្រោះធំហ្មងគឺនៅពេលដែរគាត់ធ្វើដំណើរថ្ងៃត្រង់ម៉ោង12ណាគាត់ថាពេលហ្នឹងមុននឹងគាត់ឆ្លងផ្លូវហ្នឹងគាត់មើលឆ្វេងស្ដាប់មកហើយគាត់មានឡានទេស្រាប់តែគាត់កំពុងតែឆ្លងគឺមិនដឹងមានឡានមួយចេញពីណាបើកមកគាត់មកទៅហឹងប៉ុន្តែឡានហ្នឹងអត់បុកគាត់ណាគឺគាត់កិច្ចពីឡានហ្នឹងតាន់ប៉ុន្តែគាត់ដួលម៉ូតូគាត់បាក់ជើងផងគាត់លក្ខណៈស្លាប់ឡើងចង់មកយប់ផងស្លាប់ហ្មងហើយនៅពេលដែលឡានហ្នឹងគាត់មានទេអត់មានឡានហ្នឹងបកមកទេអត់មានតែគេឃើញឡានហ្នឹងណាគឺឃើញតែគាត់ដួលម៉ូតូតែឯងហើយគាត់ថានៅពេលដែលគាត់ដេកនៅពេទ្យទៅទាំងអស់គ្នាថាម្លងពេលគាត់ដេកនៅពេទ្យហ្នឹងគាត់យល់សប្តិឃើញគេមកយកគាត់ទៅជាមួយហើយមួយទៀតគឺគាត់តែងតែឃើញម្នាក់ស្រីមួយហ្នឹងឈរនៅចុងជើងគាត់ម្នាក់ស្រីមួយពាក់ឈុតខ្មៅហ្នឹងឈរនៅចុងជើងគាត់ហើយពេលខ្លះទៀតគឺម្នាក់ស្រីហ្នឹងអើតមកមើលមុខគាត់ចំហ្មងគឺមុខហ្នឹងគឺខ្មៅហ្មងគឺឈរនៅចំមុខគាត់ហើយគាត់ថាគាត់ជាភ្លាមគឺម៉ាក់គាត់ឡើងពីស្រុកមកហ្មងឡើងពីស្រុកមកយកគាត់ទៅស្រោចទឹកឡើង7វត្តហើយឲ្យគាត់នឹងកាត់គ្រោះឲ្យលាងមាត់លាងកលាងអីនិយាយទៅគឺម៉ាក់ប៉ាគាត់នាំធ្វើតាមប្រពៃណីរបៀបបុរាណដែលយើងមានជំនឿលើទៅទាំងអស់ហ្មងគាត់ថាមកដល់បច្ចុប្បន្នហ្នឹងគាត់ក៏ដែរឃើញឬក៏អត់ដែរជួបបញ្ហាអស់ហ្នឹងទៀតដែរគឺលែងមានបញ្ហាអីហ្នឹងឲ្យគាត់ជួបទៀតហើយអ្នកទាំងអស់គ្នាអាហ្នឹងគឺជាជំនឿចាស់ដែលគាត់បានជួបផ្ទាល់ចាស់ទាំងអស់គ្នាជឿលើជំនឿហ្នឹងអត់ហើយបើសិនជាទាំងអស់គ្នាបានឃើញពួកម៉ាក់ឬក៏មិត្តភក្តិអ្នកទាំងអស់គ្នាគាត់បាននិយាយថាគាត់បានឃើញខ្មោចគាត់បានឃើញវិញ្ញាណគាត់បានឃើញសត្វឃើញអីនៅពេលដែលឡើងលើភ្នំឬក៏ចូលព្រៃទាំងអស់គ្នាហាមគាត់ព្រោះថាពេលខ្លះគាត់គឺជាអ្នកមានគ្រោះទេប៉ុន្តែបើសិនជាទាំងអស់គ្នាហាមគាត់គឺអ្នកទាំងអស់គ្នាហ្នឹងហើយដែលជាអ្នកជួបគ្រោះជំនួសគាត់គេហៅថារងគ្រោះជំនួសរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនទាំងអស់គ្នាមានរឿងចែករំលែកអាចធ្វើការឆាន់ក្នុងខាង IG របស់ខ្ញុំបានកុំភ្លេចមួយទៀតណាកុំភ្លេចទៅតាមដានទស្សនារឿងបន្ទប់ខ្មោចជួលដែលជាស្ថានភាពនិពន្ធរបស់ខ្ញុំផ្ទាល់ដែលធ្វើការចាក់បញ្ចាំងថ្ងៃទី25ខែមេមករានេះឲ្យគ្រប់រោងភាពយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជាបាយបាយ